មោះខ្ញុំនាំទៅលេងភ្នំបូកគោនៅតំបន់ដែលអត់សូវមានចិនប្រហែលឆ្នាំមុនភ្នំបូកគោគឺល្បីមែនតើភ្ញៀវខ្មែរឡើងទៅលេងច្រើនកុះកូនណាស់ប៉ុន្តែមួយឆ្នាំពីរឆ្នាំចុងក្រោយនេះគឺអត់សូវមានអ្នកទៅទេអ្នកខ្លះអាចនឹងគិតថាចិនច្រើនពេកអត់មានសុវត្ថិភាពកើតជាទីក្រុងចិនហោឬកំពង់សោមពីមុនអីចឹងបើអ្នកនេះទៅកន្លែងពីរនេះគឺអត់សូវមានចិនទេខ្ញុំទៅផ្ទាល់ការខែ4នេះទេកន្លែងនេះគឺវត្តសំពើ5មានប្រសង់មានវត្តមានអីលើហ្នឹងថ្ងៃខ្ញុំទៅហ្នឹងក៏ឃើញយាយគាត់ទៅធ្វើពិធីធ្វើបុណ្យធ្វើទាននៅលើហ្នឹងដែរពេលដល់នេះចូលពីលើភ្នំមកវិញនៅឆ្កេះភ្នំមានហាងកាហ្វេមួយឈ្មោះថ្មមុខហាងគាត់ទីធ្លាធំស្អាតមែនតើគឺយើងមើលឃើញកពតហ្មងបងប្អូនបើតើអ្នកខ្ជិលឡើងដល់កំពូលភ្នំហ្មងនៅថងតែឆ្កេះភ្នំនេះក៏អាចចូលហាងកាហ្វេហ្នឹងបានដែរដោយសារវានៅរៀងទាបដែរទេតម្លៃភេសជ្ជៈគាត់ភេសច្រើន8000ទៅ10000ខ្ញុំឃើញគាត់ធ្វើទីធ្លាធំមែនតើខ្ញុំមិនដឹងថាមកពីថ្ងៃខ្ញុំទៅហ្នឹងគឺជាថ្ងៃធម្មតាអត់សូវមានមនុស្សឬក៏មកយាយប៉ុន្តែភ្ញៀវរៀងតិចតែតិចហ្នឹងមិនមែនស្ងាត់ជ្រាបទេណាមានថាសល់ក្អីសល់តុកអីរៀងច្រើនហើយខ្ញុំអត់សូវឃើញមានបរទេសមានចិនមានអីទេភេសច្រើនគឺភ្ញៀវខ្មែរទៅលេងនៅហ្នឹងហ្មងឯនឹងថាអ្នកកពតផ្ទាល់ក៏ចេញពីរៀនចេញពីធ្វើការក៏ទៅរំសាយអារម្មណ៍មកផ្លែតអញ្ចឹងយើងនាំគ្នាទៅបូកគោវិញទៅអត់អីទេ